ជាការសរសេរតាមរយៈ request តាមរយៈ query ដឹងបន្ទាប់ពីអ្នកនរគ្នាបានដឹងអំពី query ឥឡូវយើងចូលទៅដល់ param តើការសួរ param មានលក្ខណៈបែបម៉េចអញ្ចឹងសូមអ្នកគ្នាខ្ញុំតែខ្ញុំថា get by param ទៅលក្ខណៈ param ជាមួយនឹង query គឺគ្រាន់តែខុសគ្នាតិចតួចហើយយើងការ add get ដូចគ្នាហើយខ្ញុំ slash ដាក់ change ទៅជា post ហើយការ slash មាន request ហើយ response បន្ទាប់ខ្ញុំចង់ response ទៅលើពាក្យជា array ខ្ញុំដាក់ជាឈ្មោះ name and age អញ្ចឹងខ្ញុំតែជាមួយនឹង Sunday client ពោលនេះគឺជាទិន្នន័យដែលខ្ញុំបាន request ជាសំអញ្ចឹងខ្ញុំនឹងទៅការ request តាមរយៈ ID add get slash post .id នេះការ request response ដូចគ្នាsorry ទៅទៀតខ្ញុំត្រូវបង្កើត variable មួយដើម្បីសរសេរ code នៅ param id យើងធ្វើការ request dot param ហើយ id មកតែយើងធ្វើការចាប់យក id បន្ទាប់ពីយើងបាននេះហើយយើងធ្វើការ response មកវិញ response យើងចង់បានទិន្នន័យជា array name ហើយមានឈ្មោះហើយមាន age ហើយនឹង id តែវាខ្ញុំសរសេរបានហើយខ្ញុំទៅតែមើលជាមួយនឹងតើខ្ញុំអាច request បានអត់វាលេខ1ហ្នឹងខ្ញុំចាប់បានហ្នឹងចាប់ id មួយបានលេខ3មានន័យថាខ្ញុំអាចធ្វើការ request បានដែរអញ្ចឹងបន្ទាប់ខ្ញុំចង់ request ដោយយកឈ្មោះ name អញ្ចឹងខ្ញុំសរសេរដូចគ្នាដែរ get dot slash post ដែរ slash name and ធ្វើការ request and response ខ្ញុំត្រូវធ្វើការ variable name and request param dot name អញ្ចឹងយើងធ្វើការ response send ចង់បានទិន្នន័យនឹងជា array name ប្រាក់ age ហើយ class 25តែដោយសារនេះខ្លួនឯង ID គ្នាចឹងហើយខ្ញុំធ្វើការតេស្តមើលសិនអញ្ចឹងទៅតែខ្ញុំធ្វើការ slash ខ្ញុំសួរឈ្មោះខ្ញុំ change ID change ID ប្រហែលជា
ខ្ញុំទៅការបិទគោលមួយឡាយនេះសិននេះន័យថាមានការ request តាមរយៈបានគឺខ្ញុំអាចធ្វើបានន័យថាខ្ញុំ share នឹងត្រូវតែមកទៀតតែត្រូវនេះគឺជាការ request តាមរយៈ parent សម្រាប់ការសរសេររបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយសូមអរគុណសម្រាប់ការចូលរួមទស្សនាបាយបាយ